គុណដែលបានអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិជួបសម្ភាសតាមរយៈកម្មវិធីនីតិជីវិតជោគជ័យថ្ងៃនេះលោកជាតារាចម្រៀងខ្មែរម្នាក់ដែលកំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជាពិសេសនៅក្នុងចំណោមយុវវ័យជាង10ឆ្នាំមកហើយដែលលោកបានចូលប្រឡូកក្នុងវិស័យសិល្បៈតែពលរដ្ឋខ្មែរមួយចំនួនធំនៅមិនទាន់បានស្គាល់ទេអំពីដំណើរជីវិតពិតរបស់លោកមានកំណើតនៅចំថ្ងៃដែលពួកខ្មែរក្រហមផ្ដើមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញកាលនោះក្នុងឆ្នាំ1975ខ្ញុំដឹងថាលោកមិនបានដឹងរឿងរ៉ាវទាំងអស់នេះប៉ុន្មានទេតែម្ដាយលោកជាអ្នករៀបរាប់ប្រាប់ដំណើររឿងទាំងអស់នោះបាទខ្ញុំបាទកើតនៅឆ្នាំ75ម្ដាយខ្ញុំគាត់ប្រាប់ថាពេលនោះគាត់ជម្លៀសទៅស្រុកសង្កែបកាលហ្នឹងគាត់គ្រប់ខែខ្ញុំហើយគាត់បានបង្កើតខ្ញុំហ្នឹងនៅក្រោមដើមស្នាយហើយបានដាក់ឈ្មោះខ្ញុំស្នាយទៅឆ្លងទលេខ្ញុំបានមួយយប់ហើយព្រលឹមឡើងគាត់ចេញទៅទៀតចេះតែទៅបាទគោលដៅដែលទៅហ្នឹងគឺទៅពាំងស្លាស្រុកកំពង់ធំពីដែលខ្ញុំឆ្លងទលេហើយហ្នឹងតម្រាំទៅដល់ទៅពាំងស្លាហ្នឹងគាត់ដើរ3ថ្ងៃអញ្ចឹងឆ្លងទលេខ្ញុំហ្នឹងបានតែប្រហែលជា12ម៉ោងទេព្រោះគាត់ឆ្លងខ្ញុំពេលល្ងាចហើយមួយយប់ហើយព្រលឹមឡើងគាត់ទៅនៅក្នុងពេលហ្នឹងគឺបបាក់មែនតែនម្ដាយខ្ញុំគាត់ថាវាដូចជាសត្វធាតុចឹងគាត់ថាខ្ញុំនឹងកើតមកហ្នឹងក៏យំផងអីផងហើយគាត់ក៏ដូចថាអត់មានទឹកដោះបើអីតាមផ្លូវអីអញ្ចឹងណាក៏ជួបគេហ្នឹងក៏សុំគេឲ្យបើផងអីផងទៅនិយាយពីឪពុកម្ដងក្នុងឆ្នាំ1977កាលនោះលោកទើបមានអាយុ2ឆ្នាំពួកខ្មែរក្រហមបានយកឪពុកលោកឲ្យទៅធ្វើការកន្លែងផ្សេងគឺនៅពេលនោះឯងដែលម្ដាយលោកយល់ភ្លាមថាជីវិតប្តីគាត់ចប់ត្រឹមនឹងឯងនៅក្នុងឆ្នាំ77ហ្នឹងឪពុករបស់ខ្ញុំប៉ុលពតក៏បានប្រាប់ម្ដាយខ្ញុំថាយកឪពុកខ្ញុំទៅដឹកគ្រោះហើយយកទៅក៏បាត់ទៅហើយម្ដាយខ្ញុំក៏ចេះតែសួរកាលហ្នឹងខ្ញុំបាន2ឆ្នាំម្ដាយខ្ញុំក៏ចេះតែសួរថាតើថ្ងៃណាគាត់ត្រឡប់មកវិញពួកអាពតហ្នឹងគាត់ថាពេលណាដែលកសាងខ្លួនបានហើយគេឲ្យត្រឡប់មកអញ្ចឹងក៏ដឹងថាសម្លាប់ហើយពួកភាសារបស់ពលពតហ្នឹងគឺវាអញ្ចឹងគឺចាប់ពីពេលនោះឯងដែលគ្រួសាររបស់លោកនៅសល់តែ2នាក់ម្ដាយនិងកូនជីវិតម្ដាយនិងកូនបានបន្តរស់នៅស្រុកកំណើតគឺស្រុកកោះធំខេត្តកណ្ដាលចាប់តាំងពីឆ្នាំ1977រហូតដល់ឆ្នាំ1982នៅក្នុងកំឡុងឆ្នាំ77មកដល់79ហ្នឹងដែលខ្ញុំនៅស្រុកកោះធំហ្នឹងគឺម្ដាយខ្ញុំគាត់នៅទីនោះឯងពលពតនឹងអត់ឲ្យជំនះទៅណាទេតែគាត់នៅទៅធ្វើស្រែកនៅឆ្ងាយរែកដីធ្វើស្រែអីនៅឆ្ងាយនៅគៀកព្រំប្រទល់វៀតណាមដែរហើយខ្ញុំនឹងក៏នៅមណ្ឌលក្មេងៗអញ្ចឹងទៅបាទចាប់ពីឆ្នាំ1982មកដោយសារតែភាពទីទាល់ក្រម្ដាយនិងកូនក៏បានសម្រេចចិត្តវិចក្រវិចទៅរស់នៅទីក្រុងភ្នំពេញនៅក្នុងឆ្នាំ82ខ្ញុំពីអ្នកម្ដាយរបស់ខ្ញុំនឹងក៏សម្រាប់ចិត្តវិចប្រវិចមកនឹងសុំទូកគេជិះផងអីផងតម្រាំទៅមកដល់ភ្នំពេញហ្នឹងខ្ញុំចាំមិនបានទេទីកន្លែងពួកខ្ញុំដូចជាសពេចសពិលដែរហើយក៏យើងដើរយើងនៅតាមចាមខ្នល់អញ្ចឹងទៅជំនាន់នឹងឆ្នាំ82អត់មានអីទេស្ងាត់ចងំបាទអត់មានអីទេហើយដើរយប់ងុយគេងកន្លែងណាគេងកន្លែងហ្នឹងតាមសញ្ញាផ្ទះដូចជាអ្នកសុំទានគេជាការចាប់ផ្ដើមមុខរបរដំបូងរបស់ម្ដាយធ្វើអីដែរបាទឆ្នាំ82ម្ដាយខ្ញុំបានចូលទាហានទៀតដែរគេហៅថាអគ្គស្នងការនយោបាយហើយឆ្នាំ80ជាងហ្នឹងក៏គាត់រៀនមុខវិជ្ជាគាត់ខាងហិរញ្ញវត្ថុបរិក្ខារហិរញ្ញវត្ថុបាទដល់អញ្ចឹងទៅមកដល់សប្តាហ៍ថ្ងៃនេះគាត់ធ្វើខាងហិរញ្ញវត្ថុទោះបីជាមានជីវភាពលំបាកប៉ុណ្ណាក៏ដោយក៏ម្ដាយខិតខំធ្វើការដើម្បីឲ្យកូនបន្តការសិក្សាលោកបានប្រឡងជាប់បាក់ឌុបក្នុងឆ្នាំ1991បន្ទាប់មកប្រឡងជាប់ចូលរៀននៅក្នុងមហាវិទ្យាល័យសេដ្ឋកិច្ចខ្ញុំបាទចង់នឹងថាតើការផ្ដើមច្រៀងដំបូងមកអស់ហ្នឹងនៅពេលណាចាប់ផ្ដើមច្រៀងរបស់ខ្ញុំហ្នឹងគឺឆ្នាំប្រហែលជាឆ្នាំ90កាលនោះខ្ញុំដូចជាច្រៀងជាមួយទូចស្រីនិចប្រហែលជាបាន10បទកាលនោះដូចជាឆ្លងឆ្លើយជាមួយទូចស្រីនិចបានប្រហែលជាមួយបទពីរបទក៏ខ្ញុំមិនចាំបានច្បាស់ដែរចិត្តជំរុំធ្វើសុំធ្វើហើយថាខ្ញុំមិនបានងងស្នេហ៍អូនចាប់ចិត្តតែស្និនតែប្រងសងហោចរិយារំទុំតាមជាបរោខ្មែរ
92ក៏ខ្ញុំបានចូលធ្វើទាហាននៅខាងការិយាល័យទី5នៅជំនាន់ហ្នឹងគេហៅថាអគ្គស្នងការនយោបាយមុនដែលខ្ញុំចូលនៅទាហានហ្នឹងយើងមានពិធីអីជប់លៀងអញ្ចឹងទៅក៏ពូបងហ្នឹងគាត់ឃើញសម្លេងខ្ញុំដូចជាគ្រាន់បាដែរដល់គ្រាន់បាដែរគាត់ហៅខ្ញុំចូលច្រៀងតាមរោងកសាលពេលយប់ពេលយប់ខ្ញុំទៅការពេលថ្ងៃឆ្នាំ97ខ្ញុំបានចូលច្រៀងនៅហងមាសហ េតុអ្វីបានជាលោកចាប់យកអាជីពជាអ្នកចម្រៀងមុនដំបូងខ្ញុំអត់បានគិតទៅលើអាជីពជាអ្នកចម្រៀងទេខ្ញុំអត់បាននឹងភ្នែកគិតទេព្រោះតែខ្ញុំចូលចិត្តគឺខ្ញុំចូលចិត្តក៏ប៉ុន្តែការគិតរបស់ខ្ញុំថាឲ្យខ្ញុំខ្លាយរៀងមួយល្បីជាតួមួយល្បីក៏ខ្ញុំអត់បានគិតទៅសោះអត់បានគិតទេអ្វីទៅជាការលំបាកក្នុងនាមជាអ្នកចម្រៀងជាការលំបាករបស់ខ្ញុំជាអ្នកចម្រៀងគឺការថែការទុកដាក់ហ្នឹងគឺជាការលំបាកណាស់ហើយអ្វីដែលយើងចង់បានគឺជាការងារអញ្ចឹងការថែនៅអ្វីដែលជាអាជីពមួយល្អជាការងារមួយល្អរបស់យើងគឺពិបាកនឹងថែអានោះជាការលំបាករបស់ខ្ញុំលោកព្រាបសវត្ថមុននឹងបន្តកិច្ចសន្ទនារបស់យើងជាបន្តទៀតខ្ញុំសូមអញ្ជើញលោកអ្នកនាងស្ដាប់បទចម្រៀងរបស់លោកមួយបទសិនមានចំណងជើងថាខ្សែជីវិតខ្សែជីវិតខ្ញុំបានធំដល់ថ្ងៃហើយទោះជាមានឧបសគ្គមានពុកតាមថែរក្សាថ្នាក់ថ្នមបីដូចជាការមេត្រាឪពុកខំធ្វើការដើម្បីកូនប្រៀបបីដូចជាក្បូនជូនកូនឆ្លងត្រើយនៅពេលដែលឃ្លៀតទើបដឹងថាពុកមានគុណរូបពុកដែលពុតសែនទីរំតស៊ូមិនដែលគិតកូនដើរតាមផ្លូវគុណលោកអស់ពិតជីវិតដែលលោកខំជាយាមប្រាច់ទើបរូបគុណមានពោលជួបនឹងជីវិតថ្មីនៅថ្ងៃនេះកូនចង់ប្រាប់មនុស្សនៅក្នុងលោកកាកូនសូមប្រាប់ថាពុកមានគុណដ៏សែនធំមានជីវិតតាំងតែពីតូចរហូតដល់រូបអូនពុកអត់ធន់អប់រំប្រដៅដោយសំពើជួបនឹងជុំភ្លៀងរូបគុណមានថ្ងៃនេះជីវិតគឺពុកបានហើយហត់ជួបហត់ភ្លៀងឆ្លងដល់ត្រើយបានជួបស្នេហាជួបរឿងបារម្ភទុកក្រៀមក្រំគ្រាពោពេញដោយរឿងបញ្ហាកូនចាំទៀតពុកប្រាប់ថាជីវិតត្រូវតស៊ូតាមរយៈបទចម្រៀងនេះលោកព្រាបសវត្ថគេយល់បានជាចម្រៀងមួយដែលលោកចង់ប្រាប់អ្នកដទៃអំពីគុណបំណាច់មិនអាចកាត់ថ្លៃបានរបស់ឪពុកអ្វីដែលកើតឡើងគឺវាជារឿងមួយដែលគួរឲ្យពិបាកចិត្តសម្រាប់ខ្ញុំហើយក៏ហាក់បីដូចជាជីវិតអភ័ព្វរបស់ខ្ញុំវាបាននៅខ្លួនខ្ញុំរហូតតាំងពីខ្ញុំកើតមកខ្ញុំមិនដែលស្គាល់មុខឪពុកខ្ញុំរបៀបណាសូម្បីតែរូបថតក៏គ្មានតាំងពីខ្ញុំកើតមករហូតដល់ប៉ុណ្ណេះខ្ញុំមានតែម្ដាយឪពុកម្ដាយគឺជាគុណធំណាស់សម្រាប់យើងជីវិតខ្ញុំមានថ្ងៃនេះក៏ដោយសារតែឪពុកម្ដាយរបស់ខ្ញុំបាទឪពុករបស់ខ្ញុំរហូតដល់ខ្ញុំអត់ដែលស្គាល់ឪពុកមានម្ដាយរបស់ខ្ញុំឪពុកផងម្ដាយផងគឺម្ដាយខ្ញុំហើយគាត់អត់យកគ្រួសាររហូតគាត់តស៊ូដើម្បីខ្ញុំម្នាក់រហូតមកដល់ពេលនេះគឺខ្ញុំសប្បាយចិត្តនៅអ្វីដែលការអប់រំទូមានឲ្យខ្ញុំមានថ្ងៃនេះហើយខ្ញុំក៏អរគុណដល់គ្រូរបស់ខ្ញុំអរគុណដល់អ្នកធ្វើការក្បែរខ្ញុំល្អអរគុណសម្រាប់អ្នកដែលស្ដាប់នៅចម្រៀងរបស់ខ្ញុំមានថ្ងៃនេះក៏ដោយសារតែអ្នកទាំងអស់គ្នានៅក្បែរខ្ញុំល្អឃើញថាជាខ្សែជីវិតដ៏កំសត់និងពោរពេញដោយការតស៊ូកំព្រាឪពុកតាំងពីអាយុ2ឆ្នាំ
ពីអ្នកម្ដាយនិងកូនបានប្រឹងប្រែងឆ្លងកាត់គ្រប់ឧបសគ្គគ្រប់បែបយ៉ាងទម្រាំតែមានអ្វីៗនៅថ្ងៃនេះតើអ្វីទៅជាបទពិសោធន៍ក្នុងជីវិតដែលលោកចង់ចែកទៅឲ្យអ្នកដែលចង់ទទួលបានជោគជ័យដោយលោកពិសេសខ្លាយជាតារាចម្រៀងបទពិសោធន៍របស់ខ្ញុំប្រហែលជាដូចជាមនុស្សទូទៅដែរយើងមានតែការតស៊ូនិងមានភាពអត់ធ្មត់គិតឲ្យបានវែងឆ្ងាយយើងមិននឹងធ្វើអ្វីក៏ដោយមួយទៀតគឺទៅលើអត្តចរិតនៃការរស់នៅនៃការធ្វើការភាសានិយាយចំពោះអ្នកនៅក្បែរចំពោះអ្នកទូទៅទៅថ្ងៃអនាគតតើលោកបន្តអាជីពជាអ្នកចម្រៀងឬមួយក៏មានបំណងចង់ប្រកបមុខរបរអ្វីមួយផ្សេងទៀតទេទៅមុខទៀតខ្ញុំអត់ដឹងថាតើខ្ញុំទៅធ្វើអីផ្សេងក៏ខ្ញុំអត់ដឹងក៏ប៉ុន្តែនៅអារម្មណ៍របស់ខ្ញុំគឺខ្ញុំស្រឡាញ់សិល្បៈច្រើនសិល្បៈធ្វើឲ្យខ្ញុំមានកេរ្តិ៍ឈ្មោះសិល្បៈធ្វើឲ្យខ្ញុំជាមនុស្សមួយក្នុងសង្គមដើរនៅវិថីមួយដែលល្អដែលខ្ញុំចូលចិត្តខ្ញុំសូមអរគុណលោកព្រាបសវត្ថដែលបានអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិជួបសម្ភាសតាមរយៈកម្មវិធីនីតិជីវិតជោគជ័យនៅថ្ងៃនេះយើងសូមជម្រាបជូនលោកអ្នកនាងថាលោកព្រាបសវត្ថជាតារាចម្រៀងខ្មែរម្នាក់ដែលកំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជាដឹងខ្លួនឯងពីការយល់សពយល់ព្រមថាចប់លែងមានអូនក្បែរចិត្តមួយទទួលចិត្តមួយអល់ឯព្រោះស្នេហ៍អូននឹកអូនខ្លាំងណាស់ដងបងដងហក់ពេលឆ្លងកញ្ចក់ផ្ដើមឃើញមុខស្រីចង់ស្ទុះទៅអោបែជាបាត់ថ្លៃបែបនេះរាល់ថ្ងៃឈឺចាប់គ្រប់ពេលចេញតែយល់ថាមានអូននៅក្បែរសល់អារម្មណ៍ស្នេហ៍ចេះតែយល់ថាអូននៅចិត្តខ្លួនតែជាក់ស្ដែងអូននៅឆ្ងាយមិនអាចត្រឡប់មកនៅក្បែរបងគ្រប់យ៉ាងស្នេហ៍ស្នូលប្រគល់ឲ្យបងសូមសារភាពដែរថាបងស្នេហ៍តែស្រីយល់ថាស្នេហ៍យ៉ាងខ្លីតែមានន័យឥតកណនីអូនសូមផ្ញើវាសនាជាភរិយាហើយសូមធានាជាមេផ្ទះដ៏សែនល្អបងជាស្វាមីស្មោះសរទោះមានក្រភៈក្តីបងមិនខ្មាស់នឹងចរណៃទូផែនដីរលំរលីយើងទាំងពីរកាយរូបឡូមួយពីរនេះបងសូមមើលដួងថ្លៃស្រីសូមដួងចិត្តបងស្នេហ៍ជាគូក្រងសារភាពមិនសោស្នេហ៍យើងបានដូចបំណងស្នេហ៍អូននឹងបងអត់មកសួស្ដីស្នេហ៍យើងប្រាថ្នាស្នេហ៍យើងមានន័យស្នេហ៍យើងមានមង្គលសេរីសូមមេឃនឹងដីជាសាស្ត្រីក្តីស្នេហា